បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់លើកឡើងលើកពីគំនិតមួយចង់មកពិចារណាអំពីតម្រូវការរបស់មនុស្សយើងត្រូវការ3ទី1មនុស្សត្រូវការសុខភាពតម្រូវការទី2គឺលុយតម្រូវការទី3មានកិត្តិយសចឹងពេលមនុស្សអត់មនុស្សចង់បានឲ្យមានលុយហើយចង់បានកិត្តិយសទៀតពេលខ្លះលុយនិងកិត្តិយសខិតខំប្រឹងប្រែងទៅអាចរកបានអាចទទួលបានតែសុខភាពរៀងយ៉ាប់តិចព្រោះវាតកតងនឹងការបដិបត្តិណាតកតងនឹងវិន័យរបស់យើងតកតងរបបអាហារនិងការរស់នៅទាំងដែរភាពខ្ជាប់ខ្ជួននៃការរស់នៅល្អហើយនិងការហូបចុកត្រឹមត្រូវตัวอย่างសប្តាហ៍ថ្ងៃនេះបងប្អូនខំប្រឹងប្រែងសាស្វែងឃើញមនុស្សមកធ្វើតេស្តឈាមច្រើនណាស់នៅដែនព្រោះអីពីព្រោះតែចង់បានសុខភាពហ្នឹងគាត់មានបញ្ហាគាត់ក៏ខំប្រឹងមកពិនិត្យសុខភាពនៅទីនេះអញ្ចឹងឃើញថាសុខភាពពិតជាសំខាន់ខ្លាំងមនុស្សភ័យហ្នឹងនាំគ្នាមកពិនិត្យណាអញ្ចឹងអីអាចទិញបានអាចរកបានតែសុខភាពពិបាករកអរគុណ